Hello,សួស្តីអ្នកនរ welcome back ថ្ងៃនេះយើងមកធ្វើការ change ឈ្មោះ computer ណា change ឈ្មោះ domain របស់យើងអញ្ចឹងបន្ទាប់ពី set up Windows Server ហើយគឺយើងទទួលបានប៉ុណ្ណឹងអញ្ចឹង step បន្ទាប់ទៀតគឺយើងធ្វើការ change ទៅលើ computer name ដើម្បី promote វាទៅជា domain controller អូខេអញ្ចឹងបន្ទាប់ពីយើងបើក Windows Server របស់យើងមកហើយយើងចូលមកកាន់ manager នឹងមកអូខេ manager ហើយចូលមក local server កន្លែងហ្នឹងគឺឈ្មោះ computer របស់យើងអញ្ចឹងដើម្បីឲ្យងាយស្រួលក្នុងការ access មកកាន់ server ហ្នឹងគឺយើងធ្វើការ change ឈ្មោះអញ្ចឹងដើម្បី change ឈ្មោះបានគឺយើងចូលនៅកន្លែងនេះចុចលើវាមកអូខេតបមកចូល change កន្លែងនេះគឺ PC របស់យើងអូខេ PC របស់យើងអញ្ចឹងយើងធ្វើការ change មកយើងចង់បានឈ្មោះអីគេឧទាហរណ៍ដូចខ្ញុំដាក់វាទៅជា domain 1អញ្ចឹងចា domain ដាក់មិនស្រួលចាំណាអូខេដាក់ DC1 អញ្ចឹងចា domain controller 1អញ្ចឹងសេកាត់មក DC1 អញ្ចឹងអាហ្នឹងវាគ្រប់យើងសារទុកធម្មតានៅសារចាំយើង promote ទៅជា domain controller ចាំវា change ទៅអូខេចុចអូខេមកបន្ទាប់ពីវា process ចប់នឹងទាមទារយើង restart ចឹង restart មួយយើងនឹងទទួលបានឈ្មោះ server តាមដែលយើងចង់បានអូខេ close restart មួយមកអូខេយើង log in ចូលទៅកាន់ server របស់យើងគឺ password អូខេតបមកយើងចូលមកមើលតើឈ្មោះ PC របស់យើងបាន change អត់អូខេឥឡូវនេះគឺវា change ទៅកាន់ DC1 អញ្ចឹងទៅជាឈ្មោះយើងហើយកន្លែងនេះគឺតេតទៅមួយ remote desktop យើងគួរតែ enable វាដោយសារយើងធ្វើការ remote ពី client មកដើម្បី access មកអញ្ចឹងណាអូខេ change មកនឹងហើយ apply ហើយយើងអាច select user ផងដែរដូចជាឧទាហរណ៍យើង allow ជា user specific user ណាដែលយើងចង់ឲ្យ remote ចូលមកកាន់ server នឹងអញ្ចឹងណាអូខេតែខ្ញុំសូមដាក់ជា all user អញ្ចឹងហើយអញ្ចឹងអូខេហើយ refresh មួយអូខេ enable ហើយអញ្ចឹងតើតើមួយ theming គឺខ្ញុំនឹងធ្វើដែរតែខ្ញុំនឹងធ្វើវាជាមួយវីដេអូក្រោយIP ផងដែរអញ្ចឹង IP ហ្នឹងដោយសារយើងមាន Ethernet 2អញ្ចឹងខ្ញុំធ្វើការ config វាជា theming បញ្ចូលគ្នាអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងយើងជួបគ្នានៅវីដេអូក្រោយទៀតតើទៅជាមួយនឹងការ config ផ្សេងៗទៀតអរគុណ